Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី7ដែលយើងធ្វើខ្វែបន្ទាប់មុននឹងទៅធ្វើខ្វែយើងត្រូវទៅលេចយកសភៅវិញឆាចមួយផ្លែទៅឥឡូវយើងបានហើយវិញឆាចវាតម្លៃវាខ្ទង់10 emerald ជាងតែវាលក់ឡើងថ្លៃថាខ្ញុំវាយវាមួយដៃបន្ទាប់ពីយើងត្រូវសភៅបានសម្រាប់ហើយយើងស្លាស់ពាក្យ roll មកហើយយើងចាប់ផ្ដើមខ្វែយើងទាំងអស់គ្នាខ្វែដំបូងហ្នឹងគេឲ្យ mind block TUFM ហ្នឹងថ្ងៃទី6ខ្ញុំបាន record ដោយសារតែ internet slow ដូចឃើញក្នុងវីដេអូហ្នឹងស្រាប់ហើយគឺថា slow ខ្លាំងមែនទែនមានគ្នាយើងសួរខ្ញុំនៅ live ថាបងឲ្យ live នៅទូរស័ព្ទមែនហ្នឹងហើយអ្នកនរគ្នាខ្ញុំ live នៅទូរស័ព្ទទេហើយខ្ញុំក៏ចិត្តមាន desktop ក្នុងការ live ដែរនៅក្នុងខែក្រោយហ្នឹងខ្ញុំនឹងទិញហើយឥឡូវខ្វែទី1យើងបានជោគជ័យហើយខ្វែទី2គេឲ្យ mine iron ហើយនៅ deep slab iron ចំនួន128ខ្ញុំមើលនៅក្នុង quest គេទៅគេថាថ្ងៃទី8ជាថ្ងៃចុងក្រោយខ្ញុំមិនដឹងថាថ្ងៃទី8គេឲ្យ mine អីខ្លះទេចាំមើលទាំងអស់គ្នាទៅយើងចិត្តបានចំនួន subscriber 200នាក់អីសង្ឃឹមថាបងប្អូនជួយចុចឲ្យបាន200នាក់អញ្ចឹងទៅហើយយើងបន្តវីដេអូយើងទៀតក្នុងមួយវីដេអូខ្ញុំចំណាយពេលកន្លះម៉ោងដូចក្នុងខ្វែមួយហ្នឹងអញ្ចឹងខ្ញុំចំណាយពេលកន្លះម៉ោងគត់ដើម្បីធ្វើខ្វែមួយហ្នឹងឲ្យបានជោគជ័យខ្វែមួយវាមិនងាយស្រួលដូចយើងគិតទេបន្ទាប់ពីខ្វែទី2ជោគជ័យខ្វែទី3គេឲ្យ mine stone ហ្នឹងចំនួន1024គឺវាច្រើនដែរខ្វែទី3ហ្នឹងខ្ញុំ mine ក្រែមតែខ្ញុំទេដោយសារតែខ្ញុំខ្ជិលទៅក្រៅចំណែកឯខ្វែទី4គេឲ្យ mine block ហ្នឹងហើយយើងក៏មាន block ហ្នឹងដែរហើយយើងកាប់ទៅហើយយើងដាក់ដដែលហ្នឹងឲ្យគ្រប់ចំនួនរបស់គេទៅយើង complete ហើយខ្វែទី4ហ្នឹងមុននឹងបញ្ចប់វីដេអូខ្ញុំរកលុយធ្វើម៉េចឲ្យបាន 200k ដើម្បីឲ្យយើងមានកម្លាំងចិត្តក្នុងការលក់ item ឬក៏លក់អ្វីដែលយើងរកបានពី mining ហ្នឹងបន្ទាប់ពី mine មកសន្ទុះមកខ្វែទី4ថ្ងៃទី7របស់យើងគឺបានជោគជ័យហើយឥឡូវយើង mine រ៉ែរបស់យើងបន្តទៀត
អូខេឥឡូវយើងជីលើសេះហើយយើងលក់ទាំងអស់គ្នាថាបានចំនួនលុយប្រមាណដែលយើងម៉ាញ់មិញហ្នឹងយើងបានទឹកប្រាក់$7,000ហើយយើងនៅសល់រ៉ែទៀតដែលអស់ស្តុកអញ្ចឹងណាយើងយកទៅទុកទៅដោយសារតែខ្ញុំចង់បាន 200k លុយហ្នឹងវាបូកចំនួន subscriber 200ហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេបាយបាយ